ថ្ងៃហ្នឹងខ្ញុំនឹងលេង game Block Fruit ពី level 1ដល់ level 1ដោយប្រើតែដាវសុទ្ធនៅមានមួយទៀតដោយប្រើតែដាវសុទ្ធហើយគឺខ្ញុំត្រូវការប្រមូលដាវទាំងអស់ហ្នឹងដែលមាននៅក្នុង game ហ្នឹងយកមកប្រើផងដែរអ្នកនរគ្នាច្បាស់ជាឆ្ងល់ហើយបងចុះអាវីដេអូ V4 កើតមិនចេញអាវីដេអូ V4 ហ្នឹងគឺខូចបាត់ហើយខ្ញុំខំធ្វើផងខ្ញុំខំទៅវាយលវាយតានផងចំណាយលុយអស់ឡើងប្រមាណមកកកោកឲ្យវាយតម្រាំតែបានហើយអីហើយវីដេអូសែនអត់ចេញអញ្ចឹងទៅយកកុំព្យូទ័រយកទៅធ្វើគេទៀតដល់ពេលយកទៅធ្វើហើយយកមកវិញលាយវីដេអូហ្នឹងបាត់ខ្ទេចយកតែម្ដងមកហើយអញ្ចឹងទៅខ្ញុំអត់ដឹងថាបន្ត account ហ្នឹងយ៉ាងម៉េចទៀតទេអញ្ចឹងហើយខ្ញុំក៏សម្រេចចិត្តលក់ account ហ្នឹងហ្មងទៅអញ្ចឹងឥឡូវគឺយើងមកលេង account ថ្មីយើងនឹង set up សាមីយើងនឹង upgrade សាមីដំបូងយើងលេងយកពីដាវរហូតទៅធ្វើ V4 យក gun យកអីរួមទៅមក set មកស្អាតយកតែម្ដងក៏ប៉ុន្តែឥឡូវហ្នឹងគឺយើងចាប់ផ្ដើមយកដាវមុនហើយច្បាប់របស់យើងហ្នឹងគឺគ្មានអីទេក្រៅពីប្រើតែដាវសុទ្ធអត់អាចប្រើដៃអត់អាចប្រើកាភ្លើងអត់អាចប្រើ fruit អីបានទាំងអស់ដាវគឺដាវសុទ្ធតែម្ដងហើយប្រើដាវនីមួយគឺត្រូវតែមាន mastery ប្រើ skill បានទាំងអស់ក៏ដោយសារតែអត់អាចប្រើដៃវាយបានចឹងហើយខ្ញុំក៏បានដើរបើក hub ទៅបើក hub យកលុយ1000ដើម្បីទិញដាវថ្មី hub មួយនេះមួយទៀតមកបាន2000បាទទិញដាវទាំងពីរយកហ្មងទៅនៅកន្លែងយើង level 1ហ្នឹងមិនថា marine ឬមួយក៏ pirate អីទេកន្លែងហ្នឹងគឺមានពូលក់ដាវមួយហើយគាត់លក់ដាវ2ដើមដាវ katana មួយជាមួយនឹង cutlass មួយតម្លៃវាហ្នឹងគឺ1000ទេហើយអ្នកគ្នាដូចដឹងស្រាប់ចឹងតែតម្លៃដូចគ្នាណារបស់ហ្នឹងក៏វា skill ដូចគ្នាដែរគ្មានស្អីខុសគ្នាទេវាខុសតែក្បាច់វាយហើយនឹងរូបរាងហ្នឹងក៏ប៉ុន្តែ skill របស់វាតែមួយកាប់ឆ្វេងកាប់ស្ដាំកាប់ឆ្វេងកាប់ស្ដាំ level 7ដាវតម្លៃថោកសមរម្យកាប់គ្មានឈឺទេកាប់មួយចុងក្រោយ level 10យើងអាចទៅភូមិស្វាបានហើយចូលមកដល់ភូមិស្វា130នេត្រាកាប់ស្វាមួយហើយបាន level វាយទៅមួយទៀតនិយាយទៅមកដល់កន្លែងស្វានេះវាលះដែរក៏ដោយសារតែយើងត្រូវការធ្វើ quest តែមួយតែយើងអាចទៅដូរ quest ទៀតបានហើយវាមិនដែល level 15ហើយកាប់គ្មានឈឺមកបន្តិចសោះអញ្ចឹងស៊ីដេមិចនៅដែរស៊ីដេមិច10នេះ10នៅ10ហ្នឹងអត់យល់នេះស្វាដាក់ម្ដាយម្នាក់ជើងងាប់បាត់ហើយនេះកាច់ឆ្វេងកាច់ស្ដាំកាច់ឆ្វេងកាច់ស្ដាំកាច់ឆ្វេងកាច់ស្ដាំវីឆ្វេងកាច់ស្ដាំកាច់ឆ្វេងអើអាគ្មានឈឺស្អីស៊ីមកដើរទៅយេដើរបានវាយនេះការ៉េឡាយសើមកបន្តិចទៅអត់ឲ្យសាំហ្មងវាយយូរទៀតហើយអាដើរនោះក៏មិនឈឺទៀតមើលតែអីវាយតនិយាយចឹងខ្ញុំឈួតលេងដាវទៅដាក់ block fruit ហើយចឹងមកចេះតែឆ្ងល់ចុះមិនឲ្យវាយអត់ឈឺយកដាវទៅវាយគេអត់ឈឺហើយបានអីឈឺបើដាក់លើដាវហ្នឹងដាក់លើ block fruit ហ្នឹងឥឡូវយើង redeem code មួយគេ reset មួយធ្លាប់តែកាន់កាភ្លើងបាញ់ណាកាន់កាភ្លើងបាញ់ឈរពីចង្អែបាញ់មេដែលឥឡូវមានអីចូលទៅវាយមេផ្ទះប៉េះគូតលេងដែរវាយទៀតកាប់មួយដនោះអូយំបាត់ហើយគាត់ផ្ទះម្ដាយចង់យំបាត់ហើយអូយវេទនាលេងមែនមួយចុងក្រោយឥឡូវមានអីនៅតាមទម្លាប់ចាស់របស់យើងគឺ hub server វាយមេទៀតហ្នឹងឯងមើល0ហើយ0ណែswing swing 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 អី swing អី swing យេគេ0មិន0 level 30តែយើងទៅកោះថ្មីនៅកន្លែងកោះថ្មីហ្នឹងគឺមានអ្នកលក់ដាវពីដើមទៀតហើយដើមដាវទី1ហ្នឹងគឺដាវ Dual Katana ជាមួយនឹង Iron Mace ឥឡូវលុយខ្ញុំគឺគ្រប់បាន Dual Katana មួយជាងយើងទិញមកទៅហើយចាំ farm លុយទិញ Iron Mace ម្ដងដោយសារ Iron Mace ហ្នឹងគឺ farm ល្អ farm ស្រួលឥឡូវយើងបាន3ដើមហើយកុំជួយវេទនាណាស់បងអើយងាប់4 5ដងហើយនេះអាការលេងកំភ្លើងតឹងទ្រុងដោយសារតែវាបាញ់ម្ដងមួយឥឡូវបានដាវកាន់វាយហើយដំបងថាស្រួល farm ហើយមានតែស្អីចូលទៅចិត្តគេមិនបានគេវាយដាក់វាយងាប់រហូតហ្មងយេជាប់តែវាយជាប់ជើងយកជាប់ជើងយកមកកាប់ឆ្វេងកាប់ស្ដាំកាប់ឆ្វេងកាប់ស្ដាំអូដៃទៅចេះប្រើដាវទេបងចេះប្រើដាវយូរហើយនិយាយទៅមក quest បើអត់បានងាប់ម្ដងអត់អស់ចិត្តហ្មងណាឈរវាយពីចង្អែតបានទេមើលបានដាវវែងមកមើលឈរកាប់ឲ្យពីណៃមកដាវនោះយើងអាចដូរដាវបានទេ1 2កាប់ហេបានស្គីថ្មីហ៎ស្គីថ្មីមិនដឹងជាស្អីស្គីថ្មីអន់ដូចគ្នាដែរកាប់ឆ្វេងកាប់ស្ដាំកាប់ឆ្វេងកាប់វារម Madison នេះមើលហើយតែខ្ញុំលេង professional គេណែដាច់បាត់នេះឥឡូវចូលមកដល់ Dual Katana យើងកាប់ Dual Katana ហ្មងនេះមានអីកាប់លឿនទេដូចជា CDK កាប់លឿនដូច CDK នេះមើលហើយណែអាហ្នឹងមិនចេះតន់ចិត្តឃើញមក quest ហ្នឹងហើយយើងទៅវាយអាប្រុសបានហើយ skill ទី1របស់វាប៉ើងបាញ់ប៉ើងមកខ្ទុះទៀតហើយវាយកាប់យកងាប់បាត់ហើយកាប់យក
hơi gì rôm tới bọn ngọc cứ ọt cao mà là dân group lôi tính Iron Mace ấy gì rôm tới Iron Mace này cứ vì là o sầm rạp farm mà có thể sao để mình là skill knockback bảo vệ AP dân cái việc ban bay đâu như tới việc đâm mùi cái việc bay đó đâm mùi như tới việc rồi về quay cái bao từ bên như thế này chờ tới dân sro farm tôi trong tàu việc cái loa dứt page mưa bữa thao lươn như nó thức ăn em như em đông này đây thôi mấy bộ này việc thao đây tạm ăn pi mơn pram pon dương lấy bay của pro quay trên ngọc ấy đồ đào máu nè tọp máu chạch mặt phai máu twin nè cái bàn mastery bà đây anh này một chọn cao cho mastery pin cặp gió to đây rồi thêm bài to đây rồi bài to đây đi nè tam sao vậy cha next skill x bảo bia ngò bà quay xây chết nữa đò mong quay mê ơi giờ lúc tới dừng farm lươn thì để sao là dừng pra Iron Mace chân tới dừng farm lươn đạp cung máu quay đông pram nó hơi ba đấy hay bảo quay pra đao chứ quay mê năng mày cả còn pay này cho mơ cái lô pro cái lên gì mà chào một cái đao cho máu nè tọt máu dừng cho cái viên đó hai mùi cái qua thư vậy đấy hai mùi này chưa trong khả năng mê nó việc ra fruit ở đâu fruit blade đấy thầy nhà nâng KP có mấy đau quay chứ mấy bạn nhầm quay chứ vậy thầy ca bạn mấy anh ngộp là ngon cái quay chiêm tan rồi tan bao mấy chứ là nhầm học server quay mê bạc kỳ năng hay ở đau bao hợp phong rồi sao đây dương trâu ca lùi đầm bay tinh đào thì ngay mây trắng này chứ là nhưng mà chơi từ các mấy bán này của tay nhưng mà toàn trong tao thì nhầm trong nó học server quay mê bạc kỳ năng tiết đợi xa để dương trâu ca lùi đây nhầm chơi học serverอย่างtao nhầm mau farm cái chat to mà bây giờ thì farm xua đã năng mờ và phân năng này hai ba đấy chừng ray giờ quay bằng ấy bây giờ quay mọc mùi mọc bí gì là bài cao sập tại dương từ các mấy mà đó có nó cái dân ai một tinh như nè cho mùi air jump aura cho mùi là flash step lấy em tinh ta air jump hay nó aura sân tê tục này tục lôi từ tinh accessory còn đây sao accessory là dân trâu ca tinh nó cứ viên miền nằm lay để chia mà rồi đó mà rồi hai summer này mà sign pramen hay accessory nó cứ vi chùm nuôi tới đó là này chùm nuôi đào dương á chùm nuôi đào dương nó đọc hiện rồi cho ta dân trâu ca vi tinh môn bông kia đang bay farm lươn lớn bên đây tiết farm to nhầm click prep nó con nó còn miên là cả lại lụa đào đây nè nụa nè chắc là phải năng vì lụa đào giờ pi đào team mũi mua triple katana hay năng pipe đây lấy đó lấy sẽ một mùi mơn hay năng mà sai nè miền lôi nát đó bóng tục sân đấy nhưng mà toàn màn tính đấy cái phong là của bác pha mấy đang mà chuyên cô đi là bao trong mở vitrim này cái nàng ôi ngọt môn này đi tham mà chui farm nhưng mà nè chăm vì chăm mà pe cái cha năng vì chết chiếm việc banh mà ski trong cái tới phải hơi á tại cái đó đấy chư nhầm đã start từ lớn đau sau đó dần tới bị chư chiềng mờ bà cô rồi này ơi đã con chạy ngay đúng không cùng đâu thêm mùi cái này nhưng mà cho mất chậm bà lại mùi tròn cray tại giờ quay mê đã mang quay mê mercy short style này cái bạch đau bay mà này twin ấy chỉ làm no ray do sman đặc biệt toàn pra mùi tròn cray gì tại giờ học super bay thiệt Ashla Mirage Twing ngõ bà học pi á skill xây dưới đó slow rồi sman ta học pi mà sao mà thằng nó sao pro ngõ pi là bon này chăm này nhom họ mà quay thiệt Weave bà dùng rê ngõ bro nhìn tăng trúng nhiều mấy gì men để nhóm tới các mấy ba này tại nhóm nó đang thay điện với đà co mà muốn đừng dương tao các mấy nó dương mà tên accessory sơn hà accessory nó cứ đâu lại cọc xanh thằng ấy miền kia với khác cái quạt đằng hà accessory nó cái tên máy tê còn sai nè khác nó được về mới giấy cần đâu tại admin đi còn mà chùa phải nó cả đây ta nó để xa tại dân việt trâu ca dân miền mastery nó chỉ làm mastery dân đã start từ lơ đào nó miền bay rồi start đào dân bao giờ nó bay rồi lớn cứ dân anh mà chùa một việc ba này chồng bọn nó khoai cái đấy bọn nhóm crop rồi đó nè bay rồi đó nè thì sai bọn nhớ bọn nè what are you looking for talk you're not ready yet homie cho chạy mơ Google Pleasant mua hết nó còn được xa đây nhưng mà toàn miền là ấy flash step đó nè tao là dân tinh flash step
យល់ទៅត្រូវមាន air jump aura flash step ជាមួយនឹង start ទៅលើដាវ300អញ្ចឹងទៅយើងអាចទិញនេះបានហើយយើងអាចទិញ accessory នឹងបានហើយក៏ប៉ុន្តែឥឡូវហ្នឹងក៏ដោយសារតែខ្ញុំទិញ flash step ហើយគឺក្របាត់ហើយសល់តែ 50000 នេះជើមានអីមានតែ farm តទៀតហ្នឹងឯងអាកន្លែងនេះ farm mastery លឿន farm បាន place សោះចិត្តបានបាត់ហើយវាយ skill ទី1តមក skill ទី2ង skill ទី2ហ្នឹងឯងឥឡូវ mastery គ្រប់ហើយយើងមកដូរដាវប្រើម្ដងដាវបន្ទាប់របស់យើងគឺជា pipe ឥឡូវហើយ quest មួយនេះសិនអាងទៅវាយមេវាយអីខ្ញុំគិតថា pipe នេះបើសិនជាយើងយកទៅ PVP ជាមួយនឹងអ្នក level ដូចគ្នាប្រហែលជា M ហ្នឹងវាកាប់ឈឺមួយវាយ2ដាវសងងាប់ដែរមួយចុងក្រោយដាច់តែយើងហត់ survive វាយទៀតខ្ញុំវាយមេបានលុយគ្រប់ហើយឥឡូវយើងទៅទិញ accessory យើងឲ្យហ្មងដើម្បីឲ្យវាវាយឈឺយ៉ាងហ្នឹងចឹងណាមហាសានមួយម៉ានគ្រប់ហើយមួយសែន 50000 អូខេតោះហើយនេះគឺជាមួកដែលខ្ញុំពាក់នៅក្បាលហ្នឹងនេះមួកហ្នឹងចឹងអាមួកហ្នឹងវាជំនួយដាវរបស់យើងហ្នឹងដមិច 10% ខ្ញុំវាយមេហ្នឹងមួយថ្ងៃខ្ញុំភ្លេចដាក់នេះដាក់អាគុណ2ដាក់ស្អី level គុណ7ចេះយើងហប់ server វាយមេហ្នឹងគឺយើងដាក់គុណ2ដែរក៏ដោយសារតែយើងវាយមេហ្នឹងរហូតដល់ level 190យើងរំលងកោះនេះកោះពពកមួយសល់តែមួយ level ទៀតហ្នឹងគឺខ្ញុំអាចទៅកោះថ្មីបានហើយអញ្ចឹងខ្ញុំមកវាយអានេះប្រហើយមកទៅព្រោះខ្វះមិនតិចទៀតនឹងវាដល់មើលមួយហ្នឹងហើយ level 191តែយើងទៅកោះថ្មីនៅកោះថ្មីនេះគឺមានដាវមួយដែលយើងយកពីមេបើដាវហ្នឹងគឺយើងវាយមេធ្លាក់ហើយភាគរយហ្នឹងគឺវាតិចដែរវាធ្លាក់រៀងតិចដែរអញ្ចឹងទៅវាពិបាកដែរយើងត្រូវហប់ server វាយមេហ្នឹងតធ្លាក់នេះអាមេមួយនេះកុំទាន់ណាវាយបងខ្ញុំវាយសិនមើលមិញហ្នឹងមេនៅកោះកណ្ដាលវាកើតដែរអញ្ចឹងខ្ញុំជិះទៅវាយសិនដូចសារយើងវាយអាមេហ្នឹងគឺវាធ្លាក់ដាវរបស់វាមួយដែរអញ្ចឹងយើងត្រូវការដាវហ្នឹងឥឡូវតន់វាកើតជិះទូឲ្យយឺតទៀតនេះចាំផងវាយដែរប្រញាប់វាយទៅណាវិញនេះដាវវាពងកាន់ហ្នឹងពេលយើងវាយវាងាប់ទៅមកចុចស្អីទៀតគឺវាមានភាគរយនេះវាមានភាគរយធ្លាក់អញ្ចឹងទៅវាយមួយហ្នឹងអត់សង្ឃឹមថាបានហ្មងទេតវាយ2 3អីទៀតហ៎មួយចុងក្រោយបានអត់មួយចុងក្រោយ220តែយើងដល់ម៉ោងវាយមេម្ដងហើយមេនៅកន្លែងហ្នឹងគឺវាស្រួលវាយទេក៏ដោយសារតែពេលយើងនាំមេហ្នឹងមកដល់កន្លែងនេះមកហើយយើងដើរចេញមកមេហ្នឹងវាដើរមកវារួចទេហើយយើងឈរវាយវាសេរីទៅចេះវាយដល់នេះវាយដល់ចូលមកហ្នឹងត្រូវការដើរវែងហីនេះយើងគាត់តែឈររៀងឆ្ងាយមកបន្តិចមកល្មមវាយហ្នឹងនេះវាវាយដល់ទេយើងឈរវាយសេរីហ្នឹងទៅខ្ញុំអត់ទាន់វាយមេនឹងបានទេក៏ប៉ុន្តែខ្ញុំវាយឲ្យហើយក៏ដោយសារតែយើងចង់បានដាវអញ្ចឹងណាវាមានភាគរយធ្លាក់អញ្ចឹងទៅយើងឃើញវាតនេយើងមិនបាច់ចាំខ្វល់ទេយើងវាយវាឲ្យហើយមកទៅបន្ទាប់ពីវាយអាមេនឹងមួយហើយខ្ញុំអាចហប់ server វាយយកដាវបានហើយហើយល្បីយើងក៏បានច្រើនដែរក៏ដោយសារតែមេនៅហ្នឹងគឺវាមាន3តែខ្ញុំចង់ដាក់អា ESP គុណនឹង2ហ្នឹងនៅពេលដែលខ្ញុំវាយនេះអាមេ SWOT បានអាមេពាក់អាវពណ៌ការជុកហ្នឹងបានខ្ញុំដាក់ ESP គុណ2ចាឥឡូវយើងគាត់ទៅវាយលេខសិនទេយក level 240សិនវាធ្លាក់ដាវនេះធ្លាក់ដាវយេណាងល្អអត់អីនេះយើងវាយវាបានតែប៉ុន្មានដងហើយចានេះគឺជាដាវថ្មីរបស់យើងដាវវែងគ្រាន់បើដាវនេះបានកាប់បានឆ្ងាយចាយើងខ្វះមក level ទៀតបានវាយមេ SWOT អញ្ចឹងយើងមកវាយអានេះមួយតិចសិនមានអីកាប់ឈឺទេនេះ skill ទី1វាក៏អែមដែរបាំងកាយយើងបានតិចហើយជះផាច់យកមកអានេះវាយបានឆ្ងាយវាវាយបានច្រើនមានអីដាវអែមតែនេះវាយបានឆ្ងាយវាយបានល្អទៀតមើលហើយយើងកាប់មានអីក៏មកវាយងាប់មើលទៅខ្ញុំគួរតែអាប់ឈាមដែរយ៉ាងដោយសារតែឥឡូវមេវាយម្ដាយងាប់ណាសាំមែនអើយម្ដាយចុងក្រោយសោះហ្នឹងនិយាយអ្នកគ្នាបើសិនជាខ្ញុំធ្វើវីដេអូពី Minecraft អ្នកគ្នាមើលទៅមានអ្នកមើលដោយសារខ្ញុំចង់ធ្វើវីដេអូហ្គេមបែប survival ហ្នឹងថាយើងsurvive មានចំសัตว์ចំអីចឹងណាម្យ៉ាងទៀតវាប្លែកភ្នែកផងតែបើមើលទៅអត់មានណាគេចង់មើលអីទេខ្ញុំដូចខ្ជិលធ្វើដែរធ្វើពីអានេះតចឹងណាឥឡូវនេះគឺខ្ញុំអាចទៅកោះថ្មីបានហើយក៏ប៉ុន្តែកោះថ្មីហ្នឹងគឺខ្ញុំអត់ទៅទេក៏ដោយសារតែកោះថ្មីកន្លែងកោះថ្មីហ្នឹងគឺជាកន្លែងដែលពិបាក farm ជាងគេហ្មងណាគេក៏ចង់ទៅ farm នៅក្នុងដែរហើយម្យ៉ាងទៀតខ្ញុំឥឡូវនៅមាន ESP គុណនឹង2ឡើយទេអញ្ចឹងហើយខ្ញុំអត់ចង់កុំឲ្យខាតវាហើយខ្ញុំមកវាយហប់វាយមេយក level ទៅវាលឿនជាងម្យ៉ាងទៀតវាយមេគឺវាបានលុយច្រើនវាឲ្យឡើង15000អីចឹងហើយដោយសារតែយើងត្រូវការលុយដាវរបស់យើងបន្ទាប់មកទៀតគឺវាថ្លៃមែនតើមាន400,000ហើយមានអានេះទៀត
thế mùi mà liên thì đó có bằng lộ bao kê sắt mong chờ lấy dân học sẽ bờ quay mê to tiết chứและพิกโคดมาเนี่ยเยอะaccessory นั่งจำนวนใส่ได้เยอะขนาดวีก่อนจำนวนการได้บัสนายังเล่นการนั่งจำนวนเยอะโดยเฉพาะดับเพลร้อยอย่างนั้นไว้เมย์มือในให้ยังเราแบบใบรอยใหญ่จังยังไอ้ตะกอทำไมบ้านไหนเดี๋ยวโซไว้เมื่อยังชอบให้แต่จะไปยังไงยังตั้ง2 บาท2 บาทสกิลที่ปีบาทดาวนี่โดยชัวร์จังเยอะบาทปลาดาวที่เต้ก็ตาได้เต้เดือดซาตะกอทำไมเยอะนั่นคือเจอไหลติดดาวเมียนไหลติดดาวมวยก็เดือดซาแต่ยังเราแบบใบรอยจังให้บนหนังเต้าก็ทำไมนั่นคือยังมาเยอะดาวใส่เบอร์เซนซาเมย์ใส่เบอร์วิเราแบบปีรอยแต่ยังเราแบบใบรอยกูจะไว้เวียบ้านไหนอย่าแล้วยังมาบากันในมวยเซนกระไรบ้านนั่นคือเมียนพรามกระไรแต่ใบเยอะดาวใส่เบอร์นั่นเนี่ยกระไรที่ปีมาดาวกระไรที่กระไรที่hay là cái băng tức hàng đó miền cái đi pram cái trong cày như ngay người là cái này thầm mò này chạy mùi bạch má 2 bát ạ bắt đầu má giờ mà có phải cái xoa năng máu hay là cho được nó này cái này miền bào mùi chẳng những bà pram cái nó cười việc bạc bào năng ấy tao má giờ cho phơn năng màu giờ can phơn năng màu rồi hay giờ tập lập từ này mình giờ từ can phun sạch bắt đầu mà đã phun sạch này cái cho mà lại tẹt thuê cái hộp năng màu hay rồi hay giờ đã cho được nó này má hay tao má giờ đợt tẹt năng trao bắt đầu đợt tẹt năng chơi hay này cái lùi giờ cường lang ca bao cái đó mà anh miền làm lay đã không năng miền đặt ta tức miền mua gì chơi được giờ lùi màu hay tao má giờ tao này phun từ cọp đòn bắt đầu mà đã phun từ cọp này cái mà cái lại tức sọ này tức sọ nó trong từ cọp nữa tao má giờ cho ai tức sọ bên cao bao giờ tới rồi hay giờ tới bao giờ nó giờ tao kia bao giờ mình kẹo bao giờ để lùi từ plan tia kia đây từ thì tới cái chập phía bán cái vay phía bạ chơi người lão vì xây tức dừng giờ ở tức phật tử phải lấy phật tử rồi hay giờ mà chụp mê dân nào nè mê thêm á giờ mà chụp mê thêm giờ nó nâng máu hay tao máu vì ai dân nó từ vay giờ này hay vay giờ từ vay của steel nó hay steel nó vì nó này ngay thì vì nó chết con này nè cả tôi mua nên đấy hay tia viên nó nâng này tao máu giờ từ làm việc giờ lấy chai tới hai vậy thì chụp mê dân đồng tiền mê nó phun cái đá đấy vì cá đây chân nhưng mà tôi ban từ này thì nhưng mà vay mê nguyên sân vay chữ con ba weave cáp bànและดาวมาแค่ easy ใบยังใบจำฮับเตอร์ฮับเสวยฉะนั้นดาวทำไมเมื่อให้ steel มันอยู่ตรงแต่ยังสลายดาวนั่งมองเวียดเมื่อเวียดแต่เวียดลอยวะรู้เรียงเวียดก็มันแต่ skill ไม่ได้อาจrồi hayยังมาชัวแบบไปนั่งมาเนี่ยยังมาชัวเมย์ยังวิ่งมาเวียนนั่งเอาอย่างในซาวโกนซาวเตะมวยยังไงดำไปยังโจพลันยังนะให้กันไรได้ยังเต้าพลันนั่นคือเนื้อกรองกันไรยังปบอลฟรูนั่งไงยังซาวมาจะเตะเกมมั้งจ้ะมีมันนั่งนั่งไว้เวียน้ำดอกไว้พลันดาวนั่งเมื่อเนี่ยเยอะรวมแต่ไม่นั่งเวียไว้ชื่อจังยังก็เธอไม่กำไรงอบแต่งอบนั่งเวียลางเชียมเป็นไว้ไงแต่มันพลาดแต่ยังงอบนั่งคือลางเชียมเป็นไว้หมดจะทำให้กำไรงอบยังไว้cái skill เวียเราตั้งให้เวียจังปีต้มนาคาติยังยังใบคว้าเลยยังก็เยอะดาวนาปลาสกิลไว้บ้านนะบ้านเนี่ยไว้กบพรังเนี่ยทำกิจปันยังไงงอบđâu bà mình ngóp anh đặng mùi tiệt nè lấy cái ban sải bơ mà này lẽ đào sải bơ mà chẳng việc đào TP bây giờ mà một tia này đào sải bơ nó cứ chỉ đào để miền đầm bạch chư nó không này nó ngay một tìm mùi nó ngay lời dân bán đào ta hiện tập tàu cá mấy mà đào cá mấy để sao tàu lời dân crop chẳng hay dân mà tính đào tại mà đầu tay đào là dân theo tới như thay tiết nó ngay chết mùi mình liên àผมเปิดสายพรามเมินดาวก็มองเนี่ยอะไรเนี่ยเนี่ยเนี่ยรอดเคยอย่างดาวว่ายังชัวร์ทาโซลเคนดำไหลผมเปิดสายพรามเมินเฮ้ยกรอlàm đi đấy chẳng tại dân đào farm đi nhóm farm nhóm dọa shock so này farm mình từ xa tới dân từ ca mastery biết đây giang tiết viên miền nọc bạc chẳng vì là ở đây còn là vay pram đâu hay vay dưới đó coi cái team môi biết đi xây kì ở vô mà còn là fake về riêng lôi tích còn ta tha đầm mấy về đấy ai chăng mà ôi đã co mà nọ biết cáp đây cáp đây lại slow liệt đã coi nè nghĩ sao mày lần về tỉnh đi nè vậy đâu đó nhưng mà trong này nè cái mới trong farm cho tới dừng cắt mong tới hay cắt lại chết đau vay mê cho tới nè chẳng hạn đi sờ khen mà với CLTP ngọt vì bà farm dừng cắn thế đó nghe farm đó có món chờ lấy cái đó màu việc đó sẽ bờ mà vay ấy thì cái chai vay dừng ngọt bà đấy nó không smart team mới nó cứ bị miệt đào pi để dừng tao upgrade về tao chịu vi thu đôi giờ cyber mới chẳng cứ dừng tao ca bọn thi môi cò hòn mà liền làm bẫy up về tao vi thú á bây giờ ban bảo thi môi cò bảo thi hòn mà liền đó dừng ai tao vay dừng môi năng ở này dừng ai tao vay chừng môi nè đây là vay smart dừng vay tao ban lối á
យើងវាយទៅ cyber យើងវាឡើងនេះឲ្យ V2 ហើយវាស្រួលងាយស្រួលប៉ុណ្ណឹងជាមួយខ្ញុំបកកែ PVP ទៀតបាទសូម្បីក៏ចេះវាយងាប់ដែរហើយដាវទី2នេះគឺជា Bicento 1 million ឯណោះហើយដើម្បី upgrade វាទៅ V2 គឺយើងត្រូវការយក Bicento នោះទៅវាយជាមួយនឹងស្អីមេនេះដូចជាវាយ bia grade bia ហ្នឹងវាយវាងាប់ទៅ Bicento ហ្នឹងគឺ upgrade ទៅ V2 ហើយហាមេហ្នឹង level 750ងាប់ឲ្យវាយដល់មួយចុងក្រោយយេយើងអាចវាយមេបានហើយខ្ញុំធុញនឹងការ farm នេះតែម្ដងថា farm មេអីណាថា farm កូនចៅរត់ទៅវិញមកនៅដូចធុញយកតែម្ដងបាទមេមួយនេះគឺវាមានដើរធ្លាក់ឲ្យយើងទេគឺវាតែកាភ្លើងអញ្ចឹងយើងអត់ត្រូវការទេអញ្ចឹងខ្ញុំនឹង hop server មេមួយហ្នឹងរហូតដល់កោះថ្មីក៏ដោយសារតែកោះថ្មីរបស់យើងគឺជាកោះក្នុងទឹកកោះក្នុងទឹកហ្នឹងគឺវាមានដើរថ្មីឲ្យយើងធ្លាក់មកពីមេអាហ្នឹងចឹងខ្ញុំចង់ទៅកោះថ្មីហ្នឹងហើយវាយកូនចៅផងវាយមេផងដើម្បីវាធ្លាក់ដាវហ្នឹងហើយដោយអ្នកគ្នាស្ដាប់លើចឹងថា microphone របស់ខ្ញុំហ្នឹងគឺវាថាដល់កោះតែម្ដងចង់ដូរថ្មីដែរតែអត់មានលុយចាយតែមិនទេបើសិនអ្នកនេះចង់ support ខ្ញុំនេះអ្នកនេះគ្រាន់តែចូលក្រុមម្នាក់មួយមកចូលក្រុម Telegram ខ្ញុំម្នាក់មួយមកនៅក្នុងហ្នឹងគឺអត់មានអីច្រើនទេមានតែកន្លែងគេលក់ fruit មានតែគេលក់អីហ្នឹងឯងសម្រាប់អ្នកនេះត្រូវការជាពិសេសនៅក្នុងក្រុមហ្នឹងក៏គេមានកន្លែងបបួលគ្នាវាយលវាយតានវាយដែរបើសិនអ្នកនេះអត់មានគ្នាលេងអត់មានអីចឹងទៅអ្នកនេះអាចចូលក្នុងក្រុមហ្នឹងបានហើយខ្ញុំហ្នឹងក៏នៅក្នុងហ្នឹងដែរកុំភ្លេចចូលម្នាក់មួយមកអាងបានពេលខ្ញុំចូលទៅសមុទ្រទី2ខ្ញុំហៅអ្នកនេះជួយខ្ញុំយករបស់យកអីចឹងណាយើងលេងមួយគ្នាចឹងណាចាឥឡូវក៏ទៅស្ដាប់ខ្ញុំទៅប៉ែច្រើនអ្នកនេះចូលក្នុងក្រុមអ្នកមួយមកហើយមើលខ្ញុំវាយមេទៀតធ្លាក់មេឃមក plaster មកទេបើលេងកាភ្លើងបាទបានតែកាភ្លើងហ្នឹងបាញ់មេស្រួលបាទតែលេងដាវមានទេយេឥឡូវខ្ញុំអាចទៅកោះថ្មីបានហើយមកដល់កោះថ្មីគឺយើងមានរឿងត្រូវធ្វើជាច្រើនមានដូចជា farm level បន្ទាប់មក farm level ហើយបន្ទាប់មកយើងវាយមេយកដាវយេឥឡូវយើងទៅ farm level ចឹងដើម្បីកុំឲ្យអ្នកគ្នាអង្គុយមើលខ្ញុំ farm level មកជិត1ម៉ោងហ្នឹងខ្ញុំកាត់ហ្មងទៅកាត់ទៅដល់កន្លែងវាយមេទៅល្អមើលជាងនេះមួយចុងក្រោយវាយយកកាប់យកដាវ2នេះឈ្នះដាវ1ហ្នឹងអីនេះដាវគេឈឺស្ងអីតោះយើងកាប់មេម្ដងនេះចាំមើលខ្ញុំកាប់មេមើលនេះកាប់ឆ្វេងកាប់ស្ដាំកាប់ឆ្វេងកាប់ស្ដាំវាយខ្ញុំស្អីចេញនាងក្បែរប៉ុណ្្នឹងមកធ្វើស្អីចេញនេះតែវាយអូលាក់ដាវមកឆ្លៃដិនមានអីវាយប្រហែលជា6 7ដងទេតាអាមេខ្ញុំឃើញវាយម្ដងក៏តែពេលខ្ញុំវាយកូនចៅហ្នឹងឲ្យតែមេ spawn ខ្ញុំវាយវាដូចជា6 7ដងដែរតម្រូវទៅបានតែមុនខ្ញុំនឹងបន្តវាយហ្នឹងក៏ដោយសារតែលុយខ្ញុំវាចិត្តបាន1លាននេះហើយអ្វីដែលខ្ញុំត្រូវការហ្នឹងគឺ instant នេះមានផ្នែកគិចដាវជាងឥឡូវខ្ញុំទៅទិញសិនហើយដើម្បីទិញ instant ហ្នឹងបើសិនអ្នកគ្នាអត់មាន aura air jump ឬមួយក៏ flash step ហើយនឹង cyber ដាវ cyber យើងអត់មាន3 4ហ្នឹងទេគឺយើងទិញinstant អត់កើតទេពេលអ្នកគ្នាមានទាំងអស់ហ្នឹងហើយអ្នកគ្នាធ្វើដំណើរទៅនោះកន្លែងប្រាសាទនៅខាងលើនោះមកដល់កន្លែងហ្នឹងអ្នកគ្នានឹងជួបអប៉ែមួយនេះហើយអូសាបហ្នឹងឯងយើងនិយាយមួយវាទៅហើយបន្ទាប់មកវានឹងលក់ instant ឲ្យយើងហើយពេលយើងប្រើទិញដំបូងហ្នឹងគឺវាអន់ទេវាមានតែ2ទេបើសិនជាកិច្ចមេកិច្ចបាន2ដងតែបើសិនជាកិច្ចកូនចៅបាន4ដងហើយបើយើងជួបវានិយាយម្ដងទៀតគឺវានឹងប្រាប់នេះហើយវាប្រាប់ថា instant យើង level ប្រមាណចឹង level មិចរបស់វាគឺ 5000 ឥឡូវហ្នឹងគឺខ្ញុំទៅទិញចឹងវា0ហ្នឹងឯងហើយដើម្បីយក level ក៏វាងាយស្រួលដែរយើងគ្រាន់តែនេះទៅយើងគ្រាន់តែបើកឲ្យគេវាយរហូតដល់អស់ទៅយើងកិច្ចបាន4ដងអាហ្នឹងវាស្មើនឹង4ដងហ្នឹងឯងអញ្ចឹងយើងកិច្ចឲ្យបានធ្វើម៉េច 5000 ដងទៅហើយខ្ញុំទៅ level ទូចចឹងខ្ញុំទិញឲ្យហើយនៅពេលដែលខ្ញុំទៅវាយមួយមេវាអាចប្រើ skill មកខ្ញុំអាចកិច្ចជាងទៅខ្ញុំក៏បាននេះទៅបានជាមួយនឹង level ហ្នឹងទៅកម្រងរបស់ខ្ញុំបន្ទាប់គឺថាវាយមេហ្នឹងរហូតដល់ level 500ដំបូងហ្នឹងគឺយើងត្រូវការវាយដាវក៏តែឥឡូវមានដាវហើយអញ្ចឹងទៅយើងវាយយក level 500ចុះឥឡូវហ្នឹងខ្ញុំអាចទៅកោះថ្មីបានហើយតែខ្ញុំអត់ទាន់ទៅទេដោយសារ ESP គុណ7ខ្ញុំហ្នឹងវានៅឡើយនៅ11 នាទីទៀតlevel 70ខ្វះ5 level ទៀតទៅហើយដោយសារតែអស់ ESP គុណ2ហើយ11នាទីលឿនមែនវិញមកផ្លែតសោះមួយចុងក្រោយប៉ុណ្ណឹងគ្រប់ហើយយើងទៅកោះថ្មីបានទេតាមកដល់កោះនេះគឺថាយើងមានដាវថ្មីរបស់យើងមួយទៀតដាវថ្មីគឺមាន2មិនមែនមួយទេទី1គឺ Dual Headed Blade ជាមួយនឹង Bicento អញ្ចឹងDual Headed Blade នេះគឺវាមាន4សែនហើយខ្ញុំទិញមកទៅសារខ្ញុំមាន5សែនហើយBicento ហ្នឹងចាំមកវិញចាំទិញដោយសារតែវា1 million លើក្រហើយសារ1សែននេះអញ្ចឹងអានេះគឺជា skill របស់ Trident មើលទៅវាមិនទៅស្អីណាអានេះ stroke គួចនិយាយរួមណា Dragon Trident ល្អជាង
Dragon Trident ដូចជាអានេះ V2 Trident V2 ឥឡូវយើងឲ្យវាយមេបានហើយខ្ញុំហប់ server វាយមេហ្នឹងរហូតដល់វាយមេនោះយកមកខ្ញុំអត់និយាយរួមទៅខ្ញុំខ្ជិលវាយណាពួកអានេះណាបើថាវាយមេហ្នឹងវារៀងតំណងជាងឥឡូវយើងវាយមេសិនស្អីខ្លះទេអើយតែអីគេជួយវាយយើងនេះណានេះជួយវាយផងអានេះមកវាយខ្ញុំ free ហ្នឹងអត់អីឲ្យតែចឹងណាឲ្យតែចឹងអត់អីចាំតិចចាំតិចដោះទៅមាត់ដែរមួយឈឺបើមិនឈឺដាក់មួយទៀតនោះទៅរត់ណាបាន light ហ្នឹងរត់ណាឯងកូនរត់តន់ឯងបាញ់ដល់ដាក់អត់ដល់ទេរត់ចុះលេងយ៉ានៅក្នុងពពកមែនបើក instinct មើលមើលអានេះធ្លាក់ដីហើយហ្នឹងចាប់មកអើយសោសើតកាត់ESP ស្គុណ2នៅសល់តែម៉ានវីទី30វីទីលឿនបានល្បី550វាយកុំងាប់បងកុំងាប់ដាក់ skill យកកាប់យកលឿនសល់14វិនាទីទៀតងាប់យេបានល្បី550ESP គុណ2ចឹងទៅខ្ញុំទៅវាយកូនចៅនៅខាងនោះហើយនិយាយរួមទៅអត់មាន ESP គុណ2ខ្ជិល hop server វាយមេអត់ចំណេញខ្ញុំថាមេផ្ទះបាញ់ហ្នឹងដូចជាភាគរយធ្លាក់ដាវវាដូចជាតិចទេដូចជាប្រហែលភាគរយទេតែអ្នកគ្នាចាំរាប់មើលថាខ្ញុំវាយប្រហែលមេបានដាវហ្នឹងហើយយើងវាយមេហ្នឹងបានទេតោះវាយមេហ្នឹងមក server មិនអត់មានមេហ្នឹងផងមេហ្នឹងងាប់បាត់ហើយចឹងខ្ញុំមកដាក់ ESP គុណ2វាយមេទាំងពីរហ្មងនិយាយរួមយើងផ្លាស់ server មក server ដល់តែមានមេ2ហើយចឹងយើងវាយមេមួយហ្នឹងហើយយើងទៅវាយមេមួយនោះយកមកចឹងល្បែងយើងកាន់តែឡើងច្រើនចឹង weave អត់ពាក់តែឈាមអើយងាប់ទៀតចំអាមេហ្នឹងឡើងឈាមលឿនណាដឹងរត់តន់អត់ទេវិញឡើងឈាមពេញបាត់ឡើងឈាមពេញមែនអើយចាប់មកអាមេនៅឆ្ងាយទៀតហ្នឹងតែប៉ែមកនិយាយរួមទៅតាយើងងាប់គឺដឹងតែមេហ្នឹងឡើងឈាមពេញវិញហើយចឹងលេខធ្វើម៉េចវាយវាធ្វើម៉េចកុំឲ្យងាប់ខ្លួនឯងហើយវាយមិនឲ្យងាប់មិនមើលគាត់ថាប៉ុណ្្នឹងខ្ញុំចិត្តងាប់បាត់ហ្នឹងskill បាញ់យកវានេះចូលទៅចិត្តអាកាសទៀតតែចូលទៅចិត្តហ្នឹងវាស្អីផ្ទះបាញ់ពីលើមកងាប់ខ្លួនឯងទៀតខលលើអាកាសឲ្យបាញ់ស្អីកើតទៀតនេះអាយ៉ានោះទៅបណ្ដោយសាមីទៀតចិត្តងាប់ខ្វះតិចអត់បានហ្នឹងណាសង្ឃឹមថាវាយមេនឹងតិចបានចោះកុំឲ្យវាយមេនឹងយូរកាន់តែយូរចប់ហើយខ្ញុំវេទនាណាស់លោកបងអើយហើយអត់ឲ្យទៀត624នេះចង់ឲ្យខ្ញុំលេងដល់ល្បែង700មែនបានដាវហ្នឹងមកឥឡូវយើងមកទិញដាវបែសេនថូអញ្ចឹងមកដាវបែសេនថូ1 million មកយកនឹងខ្ញុំសាមសែននេះគត់មើលសាកដាវថ្មីនេះមកឈឺកាប់មួយអូឈឺទេតា1700ដូចជា1700 1200តាកាប់2កាប់3សំខាន់បើយើងកាប់ចឹងទៅវាវាយយកអត់កើតអត់ដូចដាវផ្សេងដូចបាក់វាយដល់កហើយណែមេតាដាវនេះ farm ស្រួលបាត់ចាំមើលណែវាយបាន5ដងទុំមួយវាយបាន5ដងទុំមួយសំខាន់វាវាយឈឺទៀតហើយសំខាន់វាវាយវែងទៀតហើយសំខាន់វាវាយឡងទៀតសំខាន់ណា skill វាបាញ់បានឆ្ងាយទៀតសាក skill មក skill ទី1វាមើលតែប៉ុណ្្នឹងមកយើងវាយពេលស្រួលនេះវាយទុំបាញ់ skill មួយវាយទុំបាញ់ skill មួយរត់ចឹងទៅវាវាយស្អីដល់ណែគេអត់
102បងអើយកាលបានមើលទៅប្រហែលជា700 level បាន level 700បានមើលទៅឥឡូវហ្នឹង bounty ខ្ញុំគឺ1លានហើយអញ្ចឹងហើយដើម្បី upgrade Cyber V2 ទៅគឺយើងត្រូវការ bounty Honor ហ្នឹង1លានហ្នឹងហើយបន្តមកយើងសម្រាប់អ្នកដែល level ស្មើយើងឥឡូវខ្ញុំចាំនៅកន្លែងហ្នឹងមកណាគេហោះកាត់ហ្នឹងកាប់យកមកនៅកន្លែងនេះគឺខ្ញុំបិទសំឡេង game ចោលហើយក៏ដោយសារតែបើក៏មានអ្នកស្ដាប់ឮដែរចាំមើលពេលនោះយ៉ាងណាក៏ level 650តាមក៏មានអត់មានរតនារួចទេរតនាក៏មិនរួចដែរតែខ្ញុំសម្លឹងឃើញអ្នកឯងហើយអ្នកឯងរតនាក៏មិនរួចដែរនៅលើហ្នឹងទិញ instinct ណាទិញ instinct យ៉ាប្រើគិតខុសទៅណាដាក់មក skill ដាច់ហោះទៅណាវាមិនដែរ level ធំជាងអត់យល់ទេយេទីបំផុតយើងបានហើយអើយខ្ញុំអស់លេងមកអស់កម្លាំងលេងមកវាយមេប៉ុន្មានដងមើលអ្នកគេជួយដាក់ comment មើលខ្ញុំវាយមេប៉ុន្មានដងខ្ញុំដាក់នៅក្នុងវីដេអូហ្នឹងហើយអញ្ចឹងយើងអាចរាប់មើលតាមហ្នឹងបានខ្ញុំដឹងថាវាយអស់ប៉ុន្មានហើយខ្ញុំភ្លេចបាត់ហើយតែឥឡូវយើងបានហើយគេដាវចុងក្រោយអញ្ចឹងនៅក្នុងសមុទ្រទី1ហ្នឹងគឺអស់ដាវដែលយើងត្រូវយកទៀតហើយជឿឥឡូវគឺយើងអាចទៅកោះចុងក្រោយយើងបានហើយកោះចុងក្រោយនឹង farm តែប្រហែលដូចជា41 level ទៀតហ្នឹងទៅសមុទ្រទី2បាននេះតែម្ដងកោះចុងក្រោយហ្នឹងគឺខ្ញុំមិនទាន់ farm ទេក៏ដោយសារតែបើសិនជាយើងជួបអ្នកដែល farm នៅកន្លែងហ្នឹងគឺមានន័យថាគេ level ស្មើយើងដែរហើយខ្ញុំរកអ្នកដែល level ស្មើខ្ញុំហ្នឹងក៏ដោយសារតែយើងត្រូវការ up cyber របស់យើងហ្នឹងទៅ V2 ជាងឥឡូវខ្ញុំ hop server ដើររកមនុស្សណាគេដែល farm នៅហ្នឹងសិនខ្ញុំ hop server នៅនោះជិត20 server អត់ឃើញមានអ្នកក្បាលអាណាមួយទេប៉ុន្តែចដាននេះឥឡូវហ្នឹងគឺ event Halloween មកហើយអញ្ចឹងប្រហែលជាមានអ្នកគេពងនៅនេះដែរចលោមានអ្នក level ស្មើយើងឥឡូវយើងឆែកមើលសិនណាមាន bounty ប្រហែលជា1លាននេះហ្នឹងអាហ្នឹងស្មើយើងហើយឥឡូវយើងជួបមួយនេះអាហ្នឹងមកល្មមយើងតែក៏ប៉ុន្តែចដាននេះវាប្រើ blade វាប្រើ fruit blade អញ្ចឹងយើងប្រើ down shot យើងវាយស្អីកើតវាយវាចូលនឹងវាយវាឈឺហ្នឹងអើយសយដល់ក៏មកខ្ញុំរកកណ្ដារអ្នកវាយហ្នឹងជិត2ម៉ោងខ្ញុំរត់ឃើញឥឡូវខ្ញុំមកសម្រាប់ចិត្តវាយយក level ត្រឹមវាយមេបានតោះមកយើង hop server វាយមេទៅចលោយើង hop server ជួបអ្នកដែល farm នៅហ្នឹងទៅយើងវាយគេងាប់អញ្ចឹងណាអូជួបចំណេញcome on ហាច់ចាស់បាយខុសដាក់មកពឹងអញហើយវាយកាចឹងអានេះងាប់ទៅងាប់វាអត់តឲ្យវាយបើក PVP ទៀតសុំវងបងសុំមកខៀវមកបងសុំបើក PVP មក PVP បើក PVP មកបងអើយបងសុំតែមកដាវសុំតែមកដៃកដាមុខផ្លាប់ទេនេះណូបអើយសុំមកបង please please ខ្ញុំរកច្រើនម៉ោងហើយណាតម្រាំទៅបានជួបមួយឥឡូវឯងងាប់អត់មាន PVP ខ្ញុំវាយទៀតចប់ហើយទៅលីមកបងអើយបងឲ្យខ្ញុំវាយមួយបងយ៉ាបើកវាយ2 1 0កាប់យកគ្មានទុកទេចុំវាយឈឺដាច់បាត់ទៅហើយនេះ something weird have occurred to your cyber យេឥឡូវដៅ V cyber យើងគឺ V2 ហើយនេះចាំមើលតិចចឹងនេះគឺជា skill របស់ cyber V2 ណែអាដាស់វាឥឡូវមាន skill ហានេះធំជាងមុនហើយខ្លាំងជាងមុនក៏ប៉ុន្តែខ្ញុំគិតថា by center បើសិនជា V2 ល្អជាងត្រូវយើងឃើញសត្រូវហើយដេញកាប់វារត់ណាយ៉ាចង់ពួនខ្ញុំមែនយ៉ាខុសទៀតតែពីរដៅងាប់ហើយនេះតែពីរដៅងាប់ហើយ user កាប់យកអើយអានេះរត់ជាងអ្នកលេង Kitsune ទៀតហ្នឹងប្រូមើលទៅណាគាត់ទិញ Kitsune លេងប្រូបើបកែរត់ចឹងរត់ទៅណាអើយយ៉ាចប់អាយដែរងាប់ដែរដេកបាត់ណាអត់មានរត់ទេត្រូវតែសងសឹកត្រូវតែងាប់តែងាប់គឺងាប់សងសឹកគឺសងសឹករត់ទៅណាក៏រួចដែរយ៉ានោះមកដាក់អាយក៏មិនតាន់ដែរ10ណាមួយជើងងាប់ហើយមួយចុងក្រោយវាយយេឥឡូវយើងទៅសមុទ្រទី2បានហើយតែខ្ញុំអត់តាន់ទៅទេក៏ដោយសារតែ Pole V1 របស់ខ្ញុំនេះគឺវាអត់តាន់គ្រប់ Mastery ហើយម្យ៉ាងទៀតហ្នឹងបាយ Central របស់យើងក៏អត់តាន់ V2 ដែរអញ្ចឹងយើងទៅយកហើយឥឡូវខ្ញុំបាន Hub Server រកមេហ្នឹងឃើញហើយ level 750ងាប់ឈាមដល់កហើយយើងវាយវាអត់សូវឈឺហ្នឹងតិចថាវា despawn បាត់ទៅប្រើបាយ Central មួយស្មើដែរនេះខ្លាចស្អីដាក់យកផាច់បោកផាច់វាយផាច់ចាស់ផាច់វាយផាច់មានឈឺវាបានតិចទៅបាទស្ទីប្រហែល1000បាញ់ខុសហើយគាត់នោះ
នោះដាក់ផ្លាប់បើមួយកាច់យំមួយហ្នឹងដាក់វាយមួយទៀតវាយយកងាប់មួយចុងក្រោយយេឥឡូវយើងហើយនេះស្អី something weird has occurred to your Bicento ចឹងឥឡូវ Bicento របស់យើងគឺ V2 ហើយចឹងអានេះគឺជា skill របស់វានេះឥឡូវវាលេងបាញ់ចេញជាមួយវាបាញ់ចេញជា2ម្ដងហាននេះយើងគប់តរគេចុំសាកមើលនេះមកឈឺអត់ឈឺជប់ដាក់មួយផ្លាប់យេចែកជា3ចឹងនេះបើសិនយើងយក PVP អែកាន់តែអែមយកម្ដងបាទចាំមក skill SX មួយនោះមួយដាច់ណៃរត់តែហ្នឹងអត់ដាច់ផងបែមែនចឹងឥឡូវល្បែងយើងក៏700ដាវរបស់យើងក៏បានទិញឬមួយក៏យកអស់ហើយសំខាន់ហ្នឹងគឺថាយើងយក V2 ហើយចឹងមានន័យថាយើងអាចទៅសមុទ្រទី2បានហើយត្រឹមនៅឯដោយសារតែខ្ញុំចូលចិត្តធ្វើបានខ្លួនឯងចឹងហើយដាវទាំងអស់ហ្នឹងគឺយើងត្រូវការ upgrade វាទាំងអស់ហ្មង upgrade នៅសមុទ្រទី1បានគឺយើង upgrade ទាំងអស់អាណានទៅសមុទ្រទី2ទុកទៀតឥឡូវខ្ញុំទៅ farm item សិនហើយ item ដែលយើងត្រូវ farm ហ្នឹងគឺយើងត្រូវការស្បែក81ស្លាប37ហើយ scrap metal ហ្នឹង95ជាមួយនឹងដុំ magma 44តោះចាឥឡូវយើងទៅរកមកទេដំបូងហ្នឹងគឺវីដេអូហ្នឹងត្រូវថតឲ្យនៅម៉ោង3យប់ក៏ប៉ុន្តែជាដល់នេះដោយសារតែយើងរកscrap item ទាំងអស់ហ្នឹងអញ្ចឹងហើយខ្ញុំក៏បានចំណាយពេល3ម៉ោងទៀតទៅជាឥឡូវម៉ោង7ព្រឹកហើយយើងមក upgrade ហើយបានដេកបានទេអត់បានដេកផងចានេះ skill ទី1របស់ Pole V1 ហើយនេះ skill lightning rain lightning skill ទី2របស់នេះ Pole V1 ហ្នឹងខ្ញុំយកអាហ្នឹងទៅ farm ក៏ដោយសារតែវាប្រើ skill ស្រួល account ថ្មីមួយនេះគឺខ្ញុំលេងបែប series អញ្ចឹងហើយអ្នកគ្នាឃើញខ្ញុំលេងអញ្ចឹងគឺអ្នកគ្នាដឹងទៅតាមដានខ្ញុំហី account ហ្នឹងគឺអត់លេងអីអត់នេះហីអត់លេងអីផ្សេងទេរបៀបថាខ្ញុំអត់លេង off បើសិនជាខ្ញុំលេងគឺខ្ញុំលេងធ្វើវីដេអូឲ្យអ្នកគ្នាឃើញហ្មងបើសិនជាខ្ញុំត្រូវការយក gun ខ្ញុំធ្វើវីដេអូយក gun ឲ្យគ្នាមើលទាំងអស់យកហ្មងធ្វើ V4 ក៏អញ្ចឹងធ្វើអីក៏អញ្ចឹងដែរអញ្ចឹងហើយគឺយើងតាមដានទាំងអស់គ្នាអញ្ចឹងឥឡូវហ្នឹងគឺយើងគ្រាន់តែលេងយក level mic ហើយនឹង collect ដាវទាំងអស់ហើយ upgrade ដាវទាំងអស់នៅវីដេអូក្រោយៗទៀតគឺយើងមានតទៀតហ្នឹងឯងហើយភាគហ្នឹងគឺខ្ញុំលេងត្រឹម level 700 សិនក៏ដោយសារតែខ្ញុំត្រូវការផុសវីដេអូឲ្យអ្នកគ្នាមើលហើយវីដេអូសមុទ្រទី2ប្រហែលជាប្រហែលថ្ងៃទៀតបានខ្ញុំផុសហើយប្រហែលជាសមុទ្រទី2ហ្នឹងគឺខ្ញុំត្រូវការឲ្យអ្នកគ្នាជួយខ្ញុំដែរដោយសារត្រូវការរកដាវត្រូវការអីចឹងណាម្យ៉ាងទៀតអ្នកគ្នាជួយចូលក្រុមអ្នកមួយមកស្រួលពេលខ្ញុំបបួលហៅលេងអញ្ចឹងទៅអ្នកគ្នាអាចចូលលេងមួយខ្ញុំបានចឹងដាវទាំងអស់ហ្នឹងគឺខ្ញុំ upgrade ហើយនៅសល់ដាវ3អាដាវ3មាន cyber មាន pole V1 ជាមួយនឹង Soul Cane ដោយសារតែវាត្រូវការ item នៅសមុទ្រទី2បានយើង upgrade បានចឹងឥឡូវយកមានទេយើង upgrade តាប៉ុណ្ណាដែលយើង upgrade បានទៅចឹងឥឡូវគឺហើយអស់ហើយមើលអាចុងក្រោយនេះវាត្រូវការ radio នេះអញ្ចឹងទៅយើង upgrade កើតទេដើម្បីទៅសមុទ្រទី2គឺងាយស្រួលទេគឺយើងមកកន្លែង present ហ្នឹងមកយ៉ា free kill បាទអត់ level តិចពេកនេះយើងមកជួបមកប៉ែនេះនៅមុខនេះស្អីគេ military detective យើងមកជួបវាហើយវានឹងឲ្យកូនសោយើងមួយហើយកូនសោហ្នឹងគឺយើងយកទៅចាក់នៅកន្លែងភ្នំព្រិលកន្លែងភ្នំតកកោះតកមកដល់កោះតកហ្នឹងយើងយកសោមកចាក់ទ្វារនេះមកបើកមកបន្ទាប់មកយើងទៅវាយ I Admiral នៅក្នុងហ្នឹងហ្មងបន្ទាប់ពីវាយវាហើយគឺយើងអាចទៅសមុទ្រទី2បានហើយតាពូនាំខ្ញុំទៅសមុទ្រទី2យេទៅសមុទ្រទី2ហើយរងចាំភាគបន្តសូមអរគុណ